សួស្តីប្រិយមិត្តទាំងអស់គ្នាតែអ្នកដឹងទេថាអង្គការសហប្រជាជាតិដែលជាស្ថាប័នកម្ពុជារបស់ពិភពលោកកំពុងតែស្ថិតក្នុងស្ថានភាពដង្ហើមចង្រិតផ្នែកហិរញ្ញវត្ថុទោះបីជាមានភារកិច្ចមើលថែរក្សាសន្តិសុខនិងជំនួយមនុស្សធម៌ជុំវិញពិភពលោកក៏ដោយក៏ UN ខ្លួនឯងកំពុងប្រឈមនឹងកាយកសិធនតើមានមូលហេតុអ្វីខ្លះនៅពីក្រោយរឿងនេះថ្ងៃនេះយើងនឹងមកជជែកគ្នាអំពីបញ្ហានេះមូលហេតុចម្បងនៃវិបត្តិថវិកាយោងតាមរបាយការណ៍ផ្លូវការរបស់អគ្គលេខាធិការ UN លោក Antonio Guterres និងទីភ្នាក់ងារព័ត៌មានធំៗដូចជា Reuters និង Al Jazeera មូលហេតុមានដូចជាការយឺតយ៉ាវក្នុងការបង់ភាគទាននេះគឺជាមូលហេតុធំបំផុតប្រទេសសមាជិកជាច្រើនមិនបានបង់ប្រាក់ភាគទានប្រចាំឆ្នាំតាមការកំណត់បំណុលរបស់ប្រទេសមហាអំណាចជាពិសេសសហរដ្ឋអាមេរិកជាប្រវត្តិសាស្ត្រតែងតែជំពាក់ភាគទានច្រើនជាងគេទោះបីជាអាមេរិកជាអ្នកជួយឧបត្ថម្ភធំជាងគេក៏ដោយប៉ុន្តែការបញ្ចេញកញ្ចប់ថវិកាតែងតែមានភាពយឺតយ៉ាវដោយសារនីតិវិធីផ្ទៃក្នុងវិបត្តិសកលលោកបន្តការងើបឡើងវិញពីជំងឺ COVID-19 សង្គ្រាមនៅអ៊ុយក្រែននិងវិបត្តិនៅកាហ្សាបានធ្វើឲ្យប្រទេសម្ចាស់ជំនួយចំនួនកាត់បន្ថយការផ្ដល់ថវិកាដើម្បីយកទៅដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងស្រុករបស់ពួកគេអតិផរណ៍និងការកើនឡើងនៃតម្រូវការជំនួយមនុស្សធម៌នៃជំនឿពិភពលោកបានហក់ឡើងខ្ពស់ប៉ុន្តែលំហូរថវិកាមិនបានកើនឡើងទៅតាមនោះទេផលប៉ះពាល់នៃការខ្វះថវិកានៅពេលគ្មានលុយតើមានអ្វីកើតឡើងចំពោះ UN 1. ការកាត់បន្ថយបុគ្គលិក UN បានចាប់ផ្ដើមផ្អាកការជួលបុគ្គលិកថ្មីនិងកាត់បន្ថយការធ្វើដំណើរដែលមិនចាំបាច់ 2. ការកាត់បន្ថយប្រតិបត្តិការកម្មវិធីជំនួយស្បៀងអាហារនិងថ្នាំសង្កូវនៅតំបន់ចំនួនត្រូវបានកាត់បន្ថយដែលប៉ះពាល់ដល់ជីវិតមនុស្សរាប់លាននាក់ 3. ការបិទការប្រើប្រាស់ថាមពលនៅទីស្នាក់ការកណ្ដាលក្រុងញូវយ៉កជួនកាលគេត្រូវបិទម៉ាស៊ីនត្រជាក់ឬចន្ទាយន្តនៅម៉ោងខ្លះដើម្បីសន្សំសំចៃសរុបមកវិបត្តិថវិការបស់ UN មិនមែនមកពីការគ្រប់គ្រងមិនល្អតែមួយមុខទេប៉ុន្តែវាជារឿងនយោបាយនិងការខកខានកាតព្វកិច្ចរបស់ប្រទេសសមាជិកបើបញ្ហានេះនៅតែបន្តស្ថិរភាពពិភពលោកអាចនឹងរងាស់រងួលសំណួរទៅកាន់អ្នកទស្សនាតើអ្នកយល់ថាប្រទេសមហាអំណាចគួរតែបង្កើនការបង់ប្រាក់ឲ្យ UN ឬ UN ខ្លួនឯងគួរតែធ្វើកំណែតម្រង់ផ្ទៃក្នុងបញ្ចេញមតិរបស់អ្នកនៅខាងក្រោម